លោកពូទីនព្រមានថាស្ថានភាពរបស់ពិភពលោកពេលនេះកាន់តែយ៉ាប់យ៉ឺនខ្លាំងហើយយោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានដោយលើកឡើងថាស្ថានភាពអន្តរជាតិបាននឹងកំពុងធ្លាក់ចូលក្នុងស្ថានភាពកាន់តែយ៉ាប់យ៉ឺនដោយលើកឡើងពីចំនួនចាស់ៗដែលកំពុងកើតឡើងនិងចំណុចបញ្ហាចំនួនថ្មីៗផងលោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃប្រហ័សនៅឯពិធីទទួលលិខិតសរសើរពីឯកអគ្គរដ្ឋទូតថ្មីនៃជាង30ប្រទេសលោកពូទីនបាននិយាយអំពីបញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោកហើយបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអន្តរជាតិនៅតែជាកត្តាសំខាន់មួយនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបលភាពរបស់មនុស្សជាតិលោកពូទីនបានបន្ថែមថានៅក្នុងពិភពលោកសម័យទំនើបការទូតនិងការស្វែងរកការមូលមតិគ្នាត្រូវបានជំនួសដោយសកម្មភាពឯកតោភាគីនិងគ្រោះថ្នាក់ណាស់លោកបាននិយាយថាប្រទេសជាច្រើនប្រឈមមុខនឹងការបង្គាប់បញ្ជារបស់អ្នកដទៃដែលទទួលយកវិធីសាស្ត្រដែលគេអាចគិតថាអាចនឹងត្រឹមត្រូវមេដឹកនាំរុស្ស៊ីបានអំពាវនាវដល់សមាជិកទាំងអស់នៃសហគមន៍ពិភពលោកឲ្យប្រកាន់ខ្ជាប់នៅច្បាប់អន្តរជាតិដោយជំរុញឲ្យពួកគេគ្រប់គ្រងសន្តិភាពពិភពលោកដែលស្ទើរបង្កើតនិងកំពុងឆ្ពោះទៅរកពហុពលលោកប្រធានាធិបតីបានអំពាវនាវឲ្យមានជំនួសអ៊ុយក្រែននៅក្នុងសន្ទរកថារបស់គាត់ដោយរីបញ្ជីវាជាឧទាហរណ៍មួយនៃការរំលោភលើគោលការណ៍ភាពមិនអាចបំបែកបាននៃសន្តិសុខតែលើកឡើងថាសន្តិសុខរបស់ប្រទេសមួយមិនអាចសម្រេចបានដោយការចំណាយរបស់អ្នកដទៃនោះទេបាទពុកម៉ែបងប្អូនទាំងអស់គ្នាព័ត៌មានដែលបានរៀបរាប់ខាងលើនេះគឺជាការព្រមានរបស់លោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីដោយលោកបាននិយាយថាស្ថានភាពរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះគឺកាន់តែយ៉ាប់យ៉ឺនទៅហើយចឹងតើពុកម៉ែបងប្អូនអរគ្នាយល់យ៉ាងណាដែរជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដាននិងស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់បាទពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះសូម please ជួយ Subscribe និងចុច Like មួយផងបើទស្សនានៅលើ Facebook សូមជួយចុច Follow Page និងចុច Like មួយផងសូមអរគុណសូមជម្រាបលា